បកិច្ចរបស់ពុកម្ដាយចំពោះកូននៅក្នុងសម័យទំនើបគ្រួសារគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃសង្គមហើយឪពុកម្ដាយគឺជាអ្នកមានតួនាទីសំខាន់បំផុតក្នុងការចិញ្ចឹមបីបាច់ថែរក្សានិងអប់រំកូនឲ្យក្លាយជាពលរដ្ឋល្អនៅក្នុងសម័យទំនើបដែលបច្ចេកវិទ្យានិងសង្គមមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សកាតព្វកិច្ចរបស់ឪពុកម្ដាយមិនត្រឹមតែផ្គត់ផ្គង់អាហារសម្លៀកបំពាក់និងទីជម្រកប៉ុណ្ណោះទេប៉ុន្តែត្រូវយកចិត្តទុកដាក់លើការអប់រំសុខភាពផ្លូវកាយផ្លូវចិត្តនិងការប្រើប្រាស់បច្ចេកវិទ្យារបស់កូនផងដែរ1ផ្គត់ផ្គង់តម្រូវការមូលដ្ឋានឪពុកម្ដាយមានកាតព្វកិច្ចផ្ដល់អាហារដែលមានជីវជាតិសម្លៀកបំពាក់សមរម្យនិងកន្លែងរស់នៅប្រកបដោយសុវត្ថិភាពដល់កូនឧទាហរណ៍ផ្ដល់អាហារដែលមានប្រយោជន៍ដូចជាបន្លែផ្លែឈើត្រីនិងសាច់រៀបចំបរិយាកាសផ្ទះឲ្យស្អាតនិងមានសុវត្ថិភាពផ្ដល់សម្លៀកបំពាក់សមរម្យតាមរដូវកាលនិងតម្រូវការរបស់កូន2ផ្ដល់ការអប់រំនិងការណែនាំការអប់រំគឺជាកូនសោនៃភាពជោគជ័យឪពុកម្ដាយត្រូវលើកទឹកចិត្តកូនឲ្យស្រឡាញ់ការសិក្សានិងជួយណែនាំពួកគេក្នុងការអភិវឌ្ឍចំណេះដឹងឧទាហរណ៍ជួយកូនក្នុងការធ្វើកិច្ចការផ្ទះឬពន្យល់មេរៀនដែលពួកគេមិនយល់លើកទឹកចិត្តឲ្យកូនអានសៀវភៅនិងស្វែងរកចំណេះដឹងថ្មីៗបង្រៀនកូនឲ្យចេះគោរពច្បាប់និងមានវិន័យ3ថែរក្សាសុខភាពផ្លូវកាយសុខភាពល្អជាមូលដ្ឋានសម្រាប់ការរស់នៅនិងការសិក្សាឪពុកម្ដាយត្រូវយកចិត្តទុកដាក់លើសុខភាពរបស់កូនជាប្រចាំឧទាហរណ៍នាំកូនទៅពិនិត្យសុខភាពជាប្រចាំលើកទឹកចិត្តឲ្យកូនហាត់ប្រាណនិងលេងកីឡាបង្រៀនកូនអំពីអនាម័យផ្ទាល់ខ្លួនដូចជាលាងដៃនិងដុសធ្មេញឲ្យបានត្រឹមត្រូវ4យកចិត្តទុកដាក់លើសុខភាពផ្លូវចិត្តនៅក្នុងសម័យទំនើបកុមារអាចជួបប្រទះសម្ពាធពីការសិក្សាមិត្តភ័ក្តិឬបញ្ហាផ្សេងៗដូច្នេះឪពុកម្ដាយត្រូវចំណាយពេលស្ដាប់និងយល់ពីអារម្មណ៍របស់កូនឧទាហរណ៍សួរកូនអំពីសកម្មភាពនិងបញ្ហាដែលពួកគេជួបប្រទះនៅសាលាលើកទឹកចិត្តឲ្យកូននិយាយអំពីអារម្មណ៍របស់ខ្លួនជួយកូនរកដំណោះស្រាយនៅពេលមានបញ្ហាជាជាងស្ដីបន្ទោស5ណែនាំការប្រើប្រាស់បច្ចេកវិទ្យាមានទាំងអត្ថប្រយោជន៍និងគុណវិបត្តិឪពុកម្ដាយត្រូវបង្រៀនកូនឲ្យប្រើប្រាស់អ៊ីនធឺណិតនិងបង្ហាញសង្គមដោយមានទំនួលខុសត្រូវឧទាហរណ៍កំណត់ម៉ោងប្រើទូរស័ព្ទឬកុំព្យូទ័របង្រៀនកូនឲ្យចេះចែករំលែកព័ត៌មានផ្ទាល់ខ្លួនតាមអ៊ីនធឺណិតណែនាំឲ្យកូនប្រើបច្ចេកវិទ្យាសម្រាប់ការសិក្សានិងការអភិវឌ្ឍខ្លួន6បង្រៀនគុណធម៌និងតម្លៃសង្គមឪពុកម្ដាយមានតួនាទីក្នុងការបង្កើតចរិតល្អនិងសីលធម៌ល្អឲ្យកូនឧទាហរណ៍បង្ហាញកូនឲ្យមានភាពស្មោះត្រង់និងទំនួលខុសត្រូវបង្រៀនឲ្យចេះគោរពមនុស្សចាស់និងជួយអ្នកដទៃធ្វើជាគំរូល្អក្នុងការនិយាយនិងការប្រព្រឹត្ត7គាំទ្រក្តីស្រមៃនិងទេពកោសល្យរបស់កូនកុមារម្នាក់ៗមានសមត្ថភាពនិងចំណាប់អារម្មណ៍ខុសៗគ្នាឪពុកម្ដាយគួរជួយលើកទឹកចិត្តនិងគាំទ្រការអភិវឌ្ឍទេពកោសល្យរបស់កូនឧទាហរណ៍ប្រសិនបើកូនចូលចិត្តគំនូរគួរផ្ដល់ឧបករណ៍និងឱកាសឲ្យពួកគេអនុវត្តប្រសិនបើកូនចូលចិត្តកីឡាគួរគាំទ្រហ្វឹកហាត់និងការប្រកួតគោរពជំរឿនអាជីពដែលសមស្របនឹងសមត្ថភាពរបស់កូនសរុបមកកាតព្វកិច្ចរបស់ពុកម្ដាយនៅក្នុងសម័យទំនើបមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការបង្កើតអនាគតរបស់កូនក្រៅពីការផ្គត់ផ្គង់តម្រូវការមូលដ្ឋានឪពុកម្ដាយត្រូវយកចិត្តទុកដាក់លើការអប់រំសុខភាពផ្លូវកាយនិងផ្លូវចិត្តការប្រើប្រាស់បច្ចេកវិទ្យាព្រមទាំងការបណ្ដុះគុណធម៌ល្អការបំពេញកាតព្វកិច្ចទាំងនេះនឹងជួយឲ្យកូនធំធាត់ក្លាយជាមនុស្សល្អមានសមត្ថភាពនិងមានទំនួលខុសត្រូវចំពោះសង្គមសូមអរគុណ